សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបគ្រប់គ្រងបុគ្គលិកនិងកំណត់សិទ្ធិក្នុងការប្រើប្រាស់សកល POS ឲ្យមានសុវត្ថិភាពដំបូងចូលទៅក្នុង setting រួចជ្រើសរើសយកអ្នកប្រើប្រាស់ហើយបង្កើតគណនីសម្រាប់បុគ្គលិកនីមួយៗនិងកំណត់ PIN តខ្លួនបន្ទាប់មកកំណត់ទូនាទីនិងសិទ្ធិប្រើប្រាស់របស់បុគ្គលិកឧទាហរណ៍អ្នកគិតលុយអាចចូលមើលបានតែការលក់តែប៉ុណ្ណោះខណៈដែលរបាយការណ៍និងការកំណត់ប្រព័ន្ធអាចចូលមើលបានតែអ្នកគ្រប់គ្រងប៉ុណ្ណោះសម្រាប់សកម្មភាពសំខាន់ៗដូចជាការសងលុយឬការបញ្ចុះតម្លៃលើសពីកម្រិតដែលបានកំណត់ប្រព័ន្ធនឹងស្នើសុំ PIN របស់អ្នកគ្រប់គ្រងដើម្បីអនុម័តរាល់ការលក់ទាំងអស់ត្រូវបានកំណត់ភ្ជាប់ជាមួយគណនីបុគ្គលិកដែលបានប្រើប្រាស់ដើម្បីបង្កើនតម្លាភាពនិងភាពត្រឹមត្រូវ